ថ្ងៃនេះខ្ញុំនឹងមកស្រាយចម្ងល់ជូនបងប្អូនប្រជាកសិករហេតុផលអ្វីបងប្អូនប្រើប្រាស់ជីថ្នាំកសិកម្មគួរតែបានប្រើប្រាស់ទឹកជំរាបទៅជាមួយបងប្អូនអ្នកបច្ចេកទេសតែងតែណែនាំឲ្យបងប្អូននឹងបានលាយទឹកជំរាបទៅជាមួយផងអញ្ចឹងខ្ញុំមានទឹក2កែវហើយនឹងមានទឹកទី1បាទទឹកខាងនេះខាងស្ដាំខ្ញុំគឺខ្ញុំតិចទៀតខ្ញុំដាក់ទឹកជំរាបហើយខាងឆ្វេងខ្ញុំមិនដាក់ទឹកជំរាបទេហើយរវាងអតិពលដាក់ទឹកជំរាបនិងអត់ដាក់ទឹកជំរាបតើវាខុសគ្នាយ៉ាងដូចម្ដេចអូខេនេះគឺទឹកជំរាបរបស់យើងspeed ប្រេងជំរាបមួយដបហ្នឹងមានបរិមាណ 400cc សម្រាប់លីត្រទឹក 2000 លីត្របាទអញ្ចឹងបងប្អូនចាំមើលទាំងអស់គ្នាតើអតិពលនៃការប្រើប្រាស់ប្រេងជំរាបវាមានអតិពលយ៉ាងដូចម្ដេចហើយនេះគឺកំប៉ុងបឺតរបស់យើងបាទអញ្ចឹងខ្ញុំដាក់តែបន្តិចទេខ្ញុំដាក់តិចមែនតើបាទដាក់តិចមែនតើអូខេពី3តំណក់ហើយបងប្អូននឹងតាមដានទាំងអស់គ្នាថាមួយដែលប្រើប្រាស់ប្រេងជំរាបហើយមួយទៀតអត់ប្រើតើវាយ៉ាងដូចម្ដេចអូខេខ្ញុំកន្លក់តិចសិនបាទតាមពិតដាក់ទៅគឺវាជ្រាបចូលយើងមិនបាច់ទៅកូរអីក៏បានដែរហើយនេះសម្រាប់ស្លឹកឈើដែលខ្ញុំយកមកតេស្តបាទស្លឹកឈើមាន2បាទស្លឹកឈើ2បងប្អូនចាំមើលទាំងអស់គ្នាអូខេសម្រាប់ខាងឆ្វេងដៃនេះគឺអត់បានប្រើប្រាស់ជាមួយនឹងទឹកជំរាបទេរីឯខាងស្ដាំដៃនេះគឺយើងប្រើប្រាស់ជាមួយទឹកជំរាបបាទប្រើប្រាស់ជាមួយទឹកជំរាបអូខេជាយើងដកចូលមកបងប្អូនឃើញនៅពេលដែលយើងដាក់ទឹកជំរាបបែបនេះវាធ្វើឲ្យជ្រាបសារធាតុជីសារធាតុថ្នាំទាំងអស់ហ្នឹងគឺជ្រាបចូលក្នុងស្លឹកកាន់នឹងបានល្អតែបើយើងអត់ដាក់ទឹកជំរាបទេវាធម្មតាហើយវាឆាប់បន្សាយទៅក្នុងបរិយាកាសពេលត្រូវខ្យល់ពេលត្រូវភ្លៀងអីឆាប់បាត់បង់នៅប្រសិទ្ធភាពគុណភាពថ្នាំតែបើសិនបើបងប្អូនបានប្រើទឹកជំរាបបែបនេះគឺស្លឹកនឹងជ្រាបយកបានល្អហើយភ្លឺរលោងហ្មងបាញ់ទៅគឺស្អាតស្រូបយកសារធាតុជីថ្នាំកសិកម្មនឹងបានល្អទោះជាត្រូវភ្លៀងលឿនបន្តក៏ប្រសិទ្ធភាពថ្នាំនៅតែរក្សាបានដដែលណាហើយបើសិនបាត់បង់គឺបាត់បង់តិចតួចមែនតើអញ្ចឹងការប្រើប្រាស់ប្រេងជំរាបនេះគឺវាមានអត្ថប្រយោជន៍ខ្លាំងមែនតើបងប្អូនការប្រើប្រាស់ជីថ្នាំកសិកម្មខ្ញុំលើកទឹកចិត្តឲ្យបងប្អូនបានប្រើប្រាស់ជាមួយនឹងប្រេងជំរាបព្រោះប្រេងជំរាបហ្នឹងគឺអត់ថ្លៃទេធូរថ្លៃមែនតើសម្រាប់មួយដបហ្នឹងលាយ 2000 លីត្រតម្លៃត្រឹមតែ 25,000 រៀលប៉ុណ្ណោះ